ហើយមកលើកនេះគឺត្រូវហ្មងសម្រាប់បងដែលពេញចិត្តទៅលើឡាន pick up ម៉ាស៊ីនធំជាន់ស្ទុះអីណាគឺមកលើកនេះត្រូវម៉ាត់តែម្ដងបងប្រាថ្នាយូរហើយត្រូវអត់ចង់បានឡានប្រភេទ Watrac full option នេះហើយម៉ាស៊ីនធំឥឡូវហ្នឹងគឺបានមកដល់ហើយនេះនៅខាងក្រោយខ្ញុំនេះប្រភេទ Ford Ranger Watrac 2026ម៉ាស៊ីនថ្មីម៉ាស៊ីន 3.0 លីត្រអញ្ចឹងថ្ងៃហ្នឹងដែរគឺខ្ញុំនឹងបង្ហាញបងតាក់ទងជាមួយនឹងចំណុច update ទៅលើប្រភេទ Ford Ranger Watrac នេះថាមានចំណុច update អីខ្លះអញ្ចឹងដំបូងមកអស់គឺខ្ញុំបង្ហាញរូបរាងខាងក្រៅឬក៏ចំណុចខាងក្រៅជូនបងសិនណាសម្រាប់ការ update ដំបូងគេបងអស់គឺតាក់ទងមួយម៉ាស៊ីនហ្នឹងឯងម៉ាស៊ីនថ្មី 3.0 លីត្រ V6 ឬក៏យើងហៅថាម៉ាស៊ីន 6 ហ្នឹងឯងហើយសម្រាប់ម៉ាស៊ីននេះដែរគឺអាចផលិតបានកម្លាំងសេះរហូតដល់ទៅ250 horsepower ជាមួយនឹងកម្លាំងរមុះវិញរហូតដល់ទៅ600 Newton ហើយប្រអប់លេខវិញណាគឺ10វគ្គលេខដៃ10វគ្គលេខអូតូទៀតហើយតាក់ទងជាមួយនឹងចំណុចខាងក្រៅមុនគេដែលចាប់អារម្មណ៍ជាងគេបងដឹងស្រាប់ហើយត្រូវអត់ប៉ុន្តែខាងមុខនេះគឺរក្សានៅដដែលប៉ុន្តែមកជាមួយនឹង logo ថ្មីស្អាតខ្លាំងណាស់ហើយអីដែលពិសេសមួយទៀតគឺមាន highlight ពណ៌ទឹកក្រូចនេះលេចខ្លាំងហ្មងតែប៉ុណ្្នឹងអត់ទាន់អស់ទេបងតាក់ទងជាមួយនឹងប្រភេទយ៉ានកង់វិញគឺយើងមាន highlight ពណ៌ទឹកក្រូចដូចគ្នាហើយមានទំហំរហូតដល់ទៅ18 inch អញ្ចឹងបងបើកគ្រប់កលៈទេសៈផ្លូវគឺត្រូវម៉ាច់តែម្ដងណាហើយអីដែលពិសេសមួយទៀតសម្រាប់ប្រភេទ Watrac បងដឹងហើយត្រូវអត់ unit ឬក៏គេហៅថាលក្ខណៈពិសេសរបស់ឡានជាងគេហ្នឹងគឺតាក់ទងជាមួយនឹងរបាផ្នែកខាងក្រោយហ្នឹងហើយអញ្ចឹងរបាផ្នែកខាងក្រោយរបស់ Watrac ថ្មីនេះគឺមកជាមួយនឹងរបាដែលមានពណ៌ខ្មៅធ្វើឲ្យឡានមានភាពកាន់តែកាចឬក៏ស្អាតជាងមុនទៀតអញ្ចឹងខ្ញុំនាំបងមកមើលពីផ្នែកខាងក្នុងដែល update ម្ដងថាមានអីគេខ្លះសម្រាប់ផ្នែកខាងក្នុងវិញចូលមកដល់ភ្លាមអីដែលចាប់អារម្មណ៍ជាងគេហ្នឹងគឺតាក់ទងជាមួយនឹងកៅអីហ្នឹងហើយកៅអីគេបំពាក់នៅកៅអីពូកស្បែកងាយស្រួលអង្គុយខ្លាំងមែនតើហ្មងហើយនេះអត់ភ្លេចទេតាក់ទងជាមួយនឹងការ highlight ពណ៌ទឹកក្រូចថ្មីហើយមានអក្សរ Watrac នៅលើហ្នឹងទៀតហើយសំខាន់គឺអូតូទៀតហើយមួយទៀតបើមកមិនអែមមិនគេហៅថា Watrac ទេគឺឥឡូវនេះមកជាមួយនឹងប្រអប់លេខថ្មីដែលយើងហៅថា e-zipper ដូចទៅនឹងប្រភេទ Raptor ចឹងអីដែលពិសេសមួយទៀតសម្រាប់កាប់តាសវិញកាប់តាសយើងគឺឡើងទៅដល់4លេខជាធម្មតាគឺយើងមានតែត្រឹម 2A 4A ជាមួយនឹង 4L ទេតែឥឡូវហ្នឹងគឺថាមួយទៀតគឺ 4A ចឹងបងអាចប្រើ part time ក៏បាន full time ក៏បានដែរហើយអីដែលពិសេសមួយទៀតនេះ screen គេនេះគឺធំទលាយជាងមុនមានទំហំរហូតដល់ទៅ12 inch ងាយស្រួលខ្លាំងមែនតើបងអាចភ្ជាប់ Bluetooth Apple CarPlay មើល map បានដោយសេរីហ្មងឡាន pick up ពិតមែនប៉ុន្តែតាក់ទងមួយផ្នែកខាងក្រោយគេវិញគឺទលាយខ្លាំងហ្មងងាយស្រួលអង្គុយខ្លាំងណាហើយគេមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយទៀតឈប់បងឃើញតម្លៃ option ច្រើនចឹងតម្លៃច្រើនហើយត្រូវអត់ទេតម្លៃគេទៅត្រឹម$55,400តែប៉ុណ្ណោះចឹងបើសិនជាបងមានចម្ងល់តាក់ទងជាមួយនឹងប្រភេទ model Ranger Watrac នៅខាងក្រោយខ្ញុំនេះអីណាបង play chat មកនៅក្នុង page Ford Cambodia ឬក៏តំណតាមលេខទូរស័ព្ទនៅខាងលើនេះបានអរគុណ